នេះខ្ញុំមកធ្វើ make up dark feminine ជា make up ដែលខ្ញុំស្រឡាញ់ហើយខ្ញុំចូលចិត្ត make up ជាងគេមែនទែនខ្ញុំប្រើជាមួយ cushion long DSL cushion ហ្នឹងគឺមានសាច់ស្ដើងស័ក្តិសមសម្រាប់អូនៗផាត់ទៅរៀនប្រចាំថ្ងៃវាមានត្រឹមតែ cushion ទេប៉ុន្តែវាគឺជាសេរ៉ូមហើយនឹងក៏ជា make up ពីកណ្ដាលថ្ងៃដែរមកឥឡូវដល់ make up របស់យើងគឺយើងប្រើជាមួយនឹងពណ៌សូកូឡាខ្ចីយើងផាត់បដិញវាពីក្រោមឡើងលើបងប្អូនមើលតាមហ្នឹងទៅសម្រាប់ខ្ទង់ចំមកគឺបងប្អូនព្យាយាមប្រើដៃថ្នមៗមែនទែនកុំឲ្យវាបែកម្សៅសម្រាប់ភ្នែកគឺយើងប្រើជាមួយនឹងទៀនគូភ្នែកខ្មៅយើងគូជុំវិញហើយគឺយកជក់យកមក blend វាឲ្យស្មើគ្នាភ្នែកយើងខាងក្នុងក៏យើងគូទៀនដែរយើងគូហើយយើងយកឲ្យមក blend វាដូចគ្នាសម្រាប់រោមភ្នែកបងប្អូនមានរាងក្រាស់ចឹងហ្នឹងពាក់រឹតតែស្អាតសម្រាប់ចាមគឺខ្ញុំអត់គូទេដោយសារខ្ញុំមានចាមក្រាស់ស្រេចយើងយកទៅ mascara មកសុទ្ធពីលើវាទៅបានហើយពេលពាក់រោមភ្នែកហើយបងប្អូនកុំភ្លេចលាប mascara បន្ថែមទៀតសម្រាប់ color ធ្វើគឺយើងដាក់ស្មោលតិចៗទៅបានហើយយើងថែម highlight នៅឆ្អឹងធ្វើរបស់យើងតិចមកឲ្យឃើញមុខយើង glow សម្រាប់ចល line និងបរិវេណផ្ទៃមុខរបស់យើងគឺយើងប្រើជាមួយពណ៌សូកូឡាខ្ចីដើម្បីឲ្យមុខយើងឃើញស្មោលលើកទី1ខ្ញុំធ្វើ video make up ខ្ញុំអត់ដឹងបញ្យល់ពីណាទៅណីទេអត់ដឹងថាបងប្អូនយល់អត់ទេបងប្អូនដែលសួរថាចង់សក់មិនបាន clean ស្អាតក៏ឥឡូវខ្ញុំមកប្រាប់ពីវិធីចង់សក់គឺខ្ញុំប្រើប្រេងដូងមុនយើងចងយើងលាបវាឲ្យសព្វហើយសំខាន់ជាងគេគឺក្រាស់បងប្អូនយកក្រាស់ណាដែលមានថ្មិញញឹកបំផុតទៅយកមកសិតមកវារៀបស្អាតម៉ូតសក់ហ្នឹងគឺត្រូវការឲ្យយើងចង់ឲ្យតាំងបានមើលទៅឃើញស្អាតអញ្ចឹង make up ហ្នឹងបងប្អូនអត់បានបន្ទប់ដែរជួយ comment នៅខាងក្រោមវីដេអូខ្ញុំផងអរគុណ